ឥឡូវខ្ញុំនិយាយអំពីមនុស្សស្រីម្ដងមនុស្សស្រីពេលដែលមានប្តីហើយមិនត្រូវទៅរកខាងក្រៅទៀតទេត្រូវតែផ្ដាច់ទំនាក់ទំនងចោលទាំងអស់រាល់ប្រុសទាំងឡាយណាដែលធ្លាប់ទំនាក់ទំនងតាំងពីអតីតកាលដូចជាសង្សារចាស់ឬក៏អ្នកណាក៏ដោយឲ្យតែជាមនុស្សប្រុសដែលទំនាក់ទំនងក្នុងន័យរាំងស៊ីជម្រៅបន្តិចពីព្រោះថាប្តីឬក៏មនុស្សប្រុសដែលខ្លួនស្រឡាញ់គឺប្រច័ណ្ឌណាស់មនុស្សប្រុសគឺប្រច័ណ្ឌគេថាស្រីប្រច័ណ្ឌនៅលើโลกហ្នឹងមនុស្សដែលប្រច័ណ្ឌបំផុតគឺមនុស្សប្រុសប្រច័ណ្ឌជាងស្រីរាប់សិបពាន់លានដងស្រីប្រច័ណ្ឌតិចតួចទេណាហើយបើថាអាទី3អាឈ្មោលទី3បើដឹងថាគេមានប្តីហើយកុំថោកទាបពេកកុំមកធ្វើចរិតថោកទាបចូលមកតាក់ទងប្រពន្ធគេដើម្បីបានទ្រព្យសម្បត្តិគេដើម្បីណែបណិតចង់បានខ្លួនប្រពន្ធគេទៀតព្រះពុទ្ធសម្ដែងថាធ្លាក់នរកគ្មានថ្ងៃឡើងទេឲ្យដឹងថាជារបស់អ្នកណាគេមានប្តីគេមានកម្មសិទ្ធិហើយប្តីឥឡូវប្តីម្ដងប្តីនៅពេលដែលដឹងថាប្រពន្ធខ្លួនឯងមានទំនាក់ទំនងជាមួយនឹងជនទី3ឬមួយក៏មានទំនាក់ទំនងជាមួយនឹងលេងសារជាមួយនឹងមនុស្សទី3ប្តីត្រូវគិតពិចារណាត្រឹមត្រូវគិត50-50កុំជឿសុបទៅខាងណាមួយ 100% កុំជឿថាប្រពន្ធខ្លួនឯងខុស 100% ឬកុំជឿថាប្រពន្ធខ្លួនឯងនឹងមានសហាយ 100% កុំជឿប៉ុន្តែ50-50បានន័យថាយ៉ាងម៉េចបានន័យថាទីមួយយើងគិតថាប្រពន្ធយើងអាចគ្នាល្ងងអាចគ្នាលងមួយឆាវដូចយើងជាមនុស្សប្រុសដែលទៅរកក្រៅអញ្ចឹងដែលលងសម្រស់គេខាងក្រៅអញ្ចឹងគ្រាន់តែឧទាហរណ៍ប៉ុន្តែយើងមិនត្រូវធៀបគ្នាអញ្ចឹងប៉ុន្តែគ្រាន់តែជាឧទាហរណ៍យើងត្រូវគិតថាប្រពន្ធយើងអាចនឹងគ្នាស្លងអារម្មណ៍មួយឆាវដោយលងសម្ដីរបស់គេផ្អែមជាងយើងអញ្ចឹងតែមួយទៀតយើងត្រូវគិតថាប្រពន្ធយើងគេអាចគ្នាអាចល្ងងជឿចាញ់សម្ដីគេចាញ់សម្រស់គេបោកប្រាស់ទេហើយគ្នាក៏ល្ងងហើយមួយទៀតគឺនាងក្បត់យើងពិតប្រាកដយើងត្រូវយកវាមកថ្លឹងថ្លែងមកថ្លឹងថ្លែងអញ្ចឹងទីមួយគិតថាប្រពន្ធយើងគ្នាអាចល្ងងគ្នាអាចលងជឿគេមួយឆាវយើងអាចអូសទាញគ្នាមកវិញបានអូសទាញទៅមួយទៀតនាងហ្នឹងគឺក្បត់យើងតែម្ដងណាមិនបាច់គិតច្រើនទេណាគឺលេងទៅបើសិនជាយើងមើលថានាងហ្នឹងជ្រុលពេកហើយយើងថាមិនស្ដាប់យើងមើលទៅសកម្មភាពនាងហ្នឹងគឺមានចរិតមានសហាយផិតក្បត់យើងតែម្ដងយើងលេងគ្នាទៅទោះបីជាមានកូនប្រមាណក៏ដោយគុំទ្រាំរស់នៅជាមួយគ្នាទាំងឈឺចាប់ពេលខ្លះយើងគិតថាលេងគ្នាមិនកើតទេវាជាប់កូនជាប់សាច់ជាប់ឈាមមែនជាប់មែនវាពិបាកក្នុងការសម្រេចចិត្តណាស់ហើយការសម្រេចចិត្តនេះគឺជារឿងរបស់បងប្អូនក្នុងការសម្រេចចិត្តប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ជំរឿនឲ្យបងប្អូនទី1បងប្អូនរស់នៅជាមួយនឹងស្រីម្នាក់ហ្នឹងឬក៏រស់នៅជាមួយនឹងគ្រួសារដែលមានតែភាពឈឺចាប់ហ្នឹងឬក៏យ៉ាងម៉េចរស់នៅជាមួយគ្រួសារដែលមានទុក្ខសោកការឈឺចាប់ការក្បត់សាហាយស្មន់នឹងគ្នាអញ្ចឹងទេទី2បងប្អូនដើរចេញទាំងមានកូនចែកទ្រព្យសម្បត្តិគ្នាហើយដើរចេញរៀងខ្លួនឬក៏យ៉ាងម៉េចនេះគឺជាជំរឿនរបស់បងប្អូនទេប៉ុន្តែសម្រាប់យោបល់ខ្ញុំលេងចោលទៅបើសិនជាប្រពន្ធនឹងមានសហាយណាបើសិនជាប្រពន្ធនឹងនៅមានទំនាក់ទំនងជាមួយនឹងអាឈ្មោលទី3យើងអូសទាញប្រពន្ធយើងលេងមកហើយទាត់ក្បាលចោលទៅវាគឺជារឿងត្រឹមត្រូវបំផុតពីព្រោះថាស្រីខ្លះវាមិនបានយល់អំពីអារម្មណ៍របស់មនុស្សប្រុសទេមនុស្សប្រុសចិត្តជាប្តីដែលត្រឹមត្រូវមួយគឺមានការឈឺចាប់ណាហើយបើសិនជាប្តីនឹងត្រជាក់ស្រីនឹងគឺជាស្រីដែលសំណាងបំផុតតែបើសិនជាប្តីនឹងជាប្តីចិត្តឆៅប្តីចិត្តក្តៅស្រីនឹងប្រហែលជាដាច់ក្បាលរបស់ប្តីនឹងអាចនឹងប្រើអំពើហិង្សាទៅលើប្រពន្ធនឹងបើសិនជាប្រពន្ធបានប្តីជាប្តីដែលចិត្តត្រជាក់ជាមនុស្សដែលមិនឆេវឆាវនោះគឺជាភ័ព្វសំណាងតែបើប្រពន្ធបានប្តីជាអ្នកបាញ់បោះជាអ្នកដែលចិត្តឆេវឆាវប្រពន្ធនឹងប្រហែលជាអត់រស់ហើយនៅពេលដែលមានសហាយណាអាចនឹងប្រើអំពើហិង្សាអញ្ចឹងរឿងហ្នឹងគឺមានជំរឿនអញ្ចឹងទី1ប្តីត្រូវគិតឲ្យបានវែងឆ្ងាយកុំទាន់សម្រេចចិត្តថាប្រពន្ធខុសកុំទាន់ជឿថាប្រពន្ធខ្លួនឯងនឹងយ៉ាងម៉េចតែត្រូវតាមដានសង្កេតមើលគិតពិចារណាឲ្យបានត្រឹមត្រូវយើងគ្រាន់តែប្រកាន់គោលគំនិតគូក្បាលរបស់យើងថាកុំទាន់អាលគិតអញ្ចេះកុំទាន់អាលអញ្ចេះប៉ុន្តែយើងគិតឲ្យរត់ដំណោះស្រាយនឹង50-50ទី1ប្រពន្ធយើងអាចល្ងងទី2ប្រពន្ធយើងក្បត់យើងពិតប្រាកដគេមានប្តីគេមានកម្មសិទ្ធិហើយប្តីឥឡូវប្តីម្ដងប្តីនៅពេលដែលដឹងថាប្រពន្ធខ្លួនឯងមានទំនាក់ទំនងជាមួយនឹងជនទី3ឬមួយក៏មានទំនាក់ទំនងជាមួយនឹងលេងសារជាមួយនឹងមនុស្សទី3ប្តីត្រូវគិតពិចារណាត្រឹមត្រូវគិត50-50កុំជឿសុបទៅខាងណាមួយ 100% កុំជឿថាប្រពន្ធខ្លួនឯងខុស 100% ឬកុំជឿថាប្រពន្ធខ្លួនឯងនឹងមានសហាយ 100% កុំជឿប៉ុន្តែ50-50បានន័យថាយ៉ាងម៉េចបានន័យថាទីមួយយើងគិតថាប្រពន្ធយើងអាចគ្នាល្ងងអាចគ្នាលងមួយឆាវដូចយើងជាមនុស្សប្រុសដែលទៅរកក្រៅអញ្ចឹងដែលលងសម្រស់គេខាងក្រៅគ្រាន់តែឧទាហរណ៍ប៉ុន្តែយើងមិនត្រូវធៀបគ្នាអញ្ចឹងប៉ុន្តែគ្រាន់តែជាឧទាហរណ៍យើងត្រូវគិតថាប្រពន្ធយើងអាចនឹងគ្នាស្លងអារម្មណ៍មួយឆាវដោយលងសម្ដីរបស់គេផ្អែមជាងយើងអញ្ចឹងតែមួយទៀតយើងត្រូវគិតថាប្រពន្ធយើងគេអាចគ្នាអាចល្ងងជឿចាញ់សម្ដីគេចាញ់សម្រស់គេបោកប្រាស់ទេហើយគ្នាក៏ល្ងងហើយមួយទៀតគឺនាងក្បត់យើងពិតប្រាកដយើងត្រូវយកវាមកថ្លឹងថ្លែងអញ្ចឹងទីមួយគិតថាប្រពន្ធយើងគ្នាអាចល្ងងគ្នាអាចលងជឿគេមួយឆាវយើងអាចអូសទាញគ្នាមកវិញបានអូសទាញទៅមួយទៀតនាងហ្នឹងគឺក្បត់យើងតែម្ដងណាមិនបាច់គិតច្រើនទេណាគឺលេងទៅបើសិនជាយើងមើលថានាងហ្នឹងជ្រុលពេកហើយយើងថាមិនស្ដាប់យើងមើលទៅសកម្មភាពនាងហ្នឹងគឺមានចរិតមានសហាយផិតក្បត់យើងតែម្ដងយើងលេងគ្នាទៅទោះបីជាមានកូនប្រមាណក៏ដោយគុំទ្រាំរស់នៅជាមួយគ្នាទាំងឈឺចាប់ពេលខ្លះយើងគិតថាលេងគ្នាមិនកើតទេវាជាប់កូនជាប់សាច់ជាប់ឈាមមែនជាប់មែនវាពិបាកក្នុងការសម្រេចចិត្តណាស់ហើយការសម្រេចចិត្តនេះគឺជារឿងរបស់បងប្អូនក្នុងការសម្រេចចិត្តប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ជំរឿនឲ្យបងប្អូនទី1បងប្អូនរស់នៅជាមួយនឹងស្រីម្នាក់ហ្នឹងឬក៏រស់នៅជាមួយនឹងគ្រួសារដែលមានតែភាពឈឺចាប់ហ្នឹងឬក៏យ៉ាងម៉េចរស់នៅជាមួយគ្រួសារដែលមានទុក្ខសោកការឈឺចាប់ការក្ប
ត់សាហាយស្មន់នឹងគ្នាអញ្ចឹងទេទី2បងប្អូនដើរចេញទាំងមានកូនចែកទ្រព្យសម្បត្តិគ្នាឲ្យដើរចេញរៀងៗខ្លួនឬក៏យ៉ាងម៉េចនេះគឺជាជំរឿនរបស់បងប្អូនទេប៉ុន្តែសម្រាប់យោបល់ខ្ញុំលេងចោលទៅបើសិនជាប្រពន្ធនឹងមានសាហាយណាបើសិនជាប្រពន្ធនឹងនៅមានទំនាក់ទំនងជាមួយនឹងអាឈ្មោលទី3អូយើងអូសទាញប្រពន្ធយើងលេងមកហើយទាត់ក្បាលចោលទៅវាគឺជារឿងត្រឹមត្រូវបំផុតពីព្រោះថាស្រីខ្លះវាមិនបានយល់អំពីអារម្មណ៍របស់មនុស្សប្រុសទេមនុស្សប្រុសចិត្តជាប្តីដែលត្រឹមត្រូវមួយគឺមានការឈឺចាប់ណាហើយបើសិនជាប្តីនឹងត្រជាក់ស្រីនឹងគឺជាស្រីដែលសំណាងបំផុតតែបើសិនជាប្តីនឹងជាប្តីចិត្តឆៅប្តីចិត្តក្តៅស្រីនឹងប្រហែលជាដាច់ក្បាលរបស់ប្តីនឹងអាចនឹងប្រើអំពើហិង្សាទៅលើប្រពន្ធបើសិនជាប្រពន្ធបានប្តីជាប្តីដែលចិត្តត្រជាក់ជាមនុស្សដែលមិនឆេវឆាវនោះគឺជាពពសំណាងតែបើប្រពន្ធបានប្តីជាអ្នកបាញ់បោះជាអ្នកដែលចិត្តឆេវឆាវប្រពន្ធនឹងប្រហែលជាអត់រស់ហើយនៅពេលដែលមានសាហាយណាអាចនឹងប្រើអំពើហិង្សាអញ្ចឹងរឿងហ្នឹងគឺមានជំរឿនអញ្ចឹងទី1ប្តីត្រូវគិតឲ្យបានវែងឆ្ងាយកុំទាន់សម្រេចចិត្តថាប្រពន្ធខុសកុំទាន់ជឿថាប្រពន្ធខ្លួនឯងនឹងយ៉ាងម៉េចតែត្រូវតាមដានសង្កេតមើលគិតពិចារណាឲ្យបានត្រឹមត្រូវយើងគ្រាន់តែប្រកាន់គោលគំនិតខួរក្បាលរបស់យើងថាកុំទាន់អាលគិតចេះកុំទាន់អាលចេះប៉ុន្តែយើងគិតឲ្យរកដំណោះស្រាយនឹង50ទី1ប្រពន្ធយើងអាចល្ងងទី2ប្រពន្ធយើងក្បត់យើងពិតប្រាកដ